តែអ្នកទាំងអស់គ្នាមានធ្លាប់ solo date ជាមួយខ្លួនឯងអត់ថ្ងៃនេះហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើល journey របស់ខ្ញុំដែលជា solo date លើកទី1នៅក្នុងឆាកជីវិតរបស់ខ្ញុំហើយរៀងក្លែហានដែរមិន date នៅខ្មែរអីណាគឺ solo date នៅ New York អ្នកទាំងអស់គ្នាចឹងមុនពេលដែលបានទៅនឹងគឺយកវ៉ាលីយកមកផ្ញើនៅកន្លែងគេសិនដោយសារខ្ញុំត្រូវជិះរថភ្លើងពី New York ទៅ Boston តាមពិតទៅខ្ញុំមកអាមេរិកជើងនេះគឺខ្ញុំមកធ្វើការទេគ្រាន់តែថាមុនពេលដែលខ្ញុំទៅដល់ Boston បានហ្នឹងខ្ញុំសម្រេចចិត្តថាអត់ជិះយន្តហោះចឹងក៏ជិះរថភ្លើងទៅហើយដើម្បីជិះរថភ្លើងហ្នឹងគឺគេចេញទៅពេលថ្ងៃចឹងពេលព្រឹកនៅសល់ពេលប្រហែល1ម៉ោងជាងហ្នឹងខ្ញុំក៏សម្រេចចិត្តថា explore New York បន្តិចហើយក៏ធ្វើវីដេអូជូនអ្នកទាំងអស់គ្នាមើលដែរនិយាយទៅគឺរាល់ដងរបៀបថាពេលថតវីដេអូខ្លួនឯងអីក៏ដោយតែអត់ដែរទៅខ្លួនឯងរបៀបដើម្បី purpose ថាអូខ្ញុំគោលដៅទៅ solo date ចឹងនិយាយតាមត្រង់គឺដឹងទៅធ្វើអីមកខ្ញុំបានដើររហូតមកដល់ Times Square ហើយពេលមកដល់ Times Square ហ្នឹងនឹកឃើញថាអញ្ចឹងចង់ដាក់ហូបនៅលើbillboard នេះទៀតចឹងដោយសារខ្ញុំប្រើ T-Mobile ហើយពេលដែលយើងដាក់ហូបលើហ្នឹងអត់មានអស់ថវិកាអីចៃដន្យអីថ្ងៃហ្នឹងគេអត់មានប៉ុន្តែដល់ពេលហើយក៏ឃើញគេថតរូបនៅនឹងហើយក៏គិតថាខ្ញុំចង់ថតរូបដែរហើយបែប professional អីអញ្ចឹងហើយចង់សាកថាបើសិនជាគេថតរូបបែប professional នៅអាមេរិកតើគឺមានសភាពបែបណាដែរអញ្ចឹងខ្ញុំក៏ select រូបប្រហែលជា 4-10 រូបទៅហើយក៏បានថតជាមួយគេទៅអ្នកទាំងអស់គ្នាមកបានថត activities ពេលខ្ញុំពងថតហ្នឹងឯងហើយអ្នកទាំងអស់គ្នាពេលខ្ញុំមកម្នាក់ឯងអញ្ចឹងរបៀបមនុស្សដែលគេពាក់មុខពាក់រូបពាក់អីចឹងដូចពាក់រូបស្វាមិញអីហ្នឹងគឺចេះតែមកចិត្តរហូតរបៀបថាគេគិតថាយើងថតមួយគេហើយយើងត្រូវឲ្យ tip គេចឹងហើយពួកខ្ញុំធ្លាប់ចាញ់បោកគេកាល2-3ឆ្នាំមុនម្ដងចឹងខ្ញុំឡើងខំដើរកិច្ចហើយនៅនេះអ្នកទាំងអស់គ្នាប្រហែលគេឃើញហើយគឺផ្លាកកឆាអីមិញហ្នឹងគឺវា legal នៅកន្លែងហ្នឹងតែខ្ញុំអត់បានប៉ះពាល់ឲ្យអ្នកទាំងអស់គ្នាគាត់ដើរកាត់ឃើញហើយចង់ថតឲ្យអ្នកទាំងអស់គ្នាមើលបន្ទាប់មកគឺខ្ញុំថាទៅរកអីញ៉ាំតែអត់ដឹងថាញ៉ាំអីទេហើយណាមួយខ្លាចយឺតរថភ្លើងផងក៏ត្រឡប់មកស្ថានីយ៍រថភ្លើងវិញហើយ solo date ខ្ញុំអ្នកទាំងអស់គ្នាឡើង boring គឺទៅ Starbucks ដើម្បីមកទិញអានេះតែខ្ញុំចូលចិត្ត cheese នឹងខ្លាំងមែនតើហ្មងហើយជាមួយនឹង mango dragon fruit drink នឹង with lemonade បន្ទាប់មកខ្ញុំទៅបានយកវ៉ាលីរបស់ខ្ញុំវិញហើយខ្ញុំអង្គុយញ៉ាំអីបន្តិចសិនអញ្ចឹងណាប៉ុន្តែវ៉ាលីនឹងដោយសារតែវាធ្ងន់ពេកហើយខ្ញុំមិនអាចយកទៅដល់រថភ្លើងនឹងខ្លួនឯងហ្មងអីចឹងនៅកន្លែងនេះគឺគេមានសេវាកម្មស្តៀងនៅខ្មែរយើងដែរគឺគាត់ជួយអស់វ៉ាលីយើងរហូតដល់ក្នុងរថភ្លើងហ្មងហើយយើងឲ្យតែ tip គេទៅអញ្ចឹងនេះគឺជា experience មួយទៀតហើយខ្ញុំបានចូលទៅក្នុងរថភ្លើងហ្នឹងអញ្ចឹងខ្ញុំយកកន្លែង quiet អញ្ចឹងណាអញ្ចឹងទៅវារៀងស្ងាត់ហើយនេះគឺខ្ញុំចាំគេចេញពីហ្នឹងឲ្យអស់ទៅហើយយើងចូលទៅបានហ្នឹងហើយខ្ញុំបានអង្គុយនៅក្នុងរថភ្លើងហ្នឹងអញ្ចឹង solo date របស់ខ្ញុំគឺអត់មានអីទេគឺគ្រាន់តែទៅ New York Times Square ហ្នឹងថតរូបមកញ៉ាំនំអីតិចតួចពី Starbucks ហ្នឹងហើយអង្គុយលើរថភ្លើងហ្នឹងគឺអង្គុយធ្វើការតមកក៏បានមកដល់ Boston ហើយបន្ទាប់មកខ្ញុំចូលរួមកម្មវិធីមួយតាក់ទងជាមួយនឹង start up នៅពេលល្ងាចហ្នឹង and that's it អញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមដល់ចប់អ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំសាកធ្វើ vlog solo date នៅប្រទេសកម្ពុជាយើងអត់ដោយសារឥឡូវខ្ញុំបានមកដល់ប្រទេសខ្មែរយើងវិញហើយបើសិនជាអ្នកទាំងអស់គ្នាចង់ចាំ comment ខាងក្រោមនេះឬមួយក៏ជួយចែករំលែកវីដេអូមួយនេះផងណាហើយជួយ comment ប្រាប់ខ្ញុំផងថាតើអ្នកទាំងអស់គ្នាធ្លាប់ solo date អត់ហើយទៅកន្លែងណាដែរអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេរីរស់សន្តាមនី